បាទសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះគីម៉ាប់ថ្ងៃនេះខ្ញុំធ្វើការបង្ហាញទាក់ទងពីរបៀប install Laravel Bridge ចឹងនេះគឺសម្រាប់ keyword របស់ខ្ញុំដាក់ Laravel 9 Bridge មកអូខេចឹងខ្ញុំចុច mouse ស្ដាំចឹងខ្ញុំយក install ចឹងខ្ញុំ copy នឹងមកអូខេនេះខ្ញុំចុច clear វាចឹងខ្ញុំ control C V enterអូខេចឹងខ្ញុំបាន composer required ហើយសម្រាប់នេះគឺជានិយមន័យទាក់ទងនឹង Laravel Bridge ដែលវា generate ដោយ ChatGPT អូខេសម្រាប់ feature ហ្នឹងអាចគឺនៅក្នុងនេះគឺទាក់ទង basic authentication ដែលមាន login register password reset email verification ឬក៏យើងអាចប្រើជាមួយនឹង style front end view ឬក៏ react ហើយនៅក្នុងហ្នឹងគឺវាមាន Tailwind ដែរអញ្ចឹងណាអូខេអញ្ចឹងយើងចូលទៅក្នុងនេះទៀតមកអញ្ចឹងខ្ញុំអាចគេ control C មក clear control C V ចឹងដើម្បីផាសចូលទៅក្នុង terminal គឺយើង control C V ទៅដែលយើងប្រើ terminal ជាមួយនឹងគេ git bash របស់ខ្ញុំចឹងសម្រាប់កន្លែងនេះវាសួរថាមាន blade react view ឬក៏អីចឹងខ្ញុំយកលេខ0មកនេះ enter អានេះគឺជាសំណួរចឹងខ្ញុំអត់យកដាក់មកទេ no អានេះដូចគ្នាដែរចឹងខ្ញុំ prefer យក no ទៅអញ្ចឹងខ្ញុំបាន install អូខេ blade ហើយចឹងមុននឹងខ្ញុំ PHP artisan migrate គឺខ្ញុំទៅ add គេខ្ញុំទៅ update ក្នុង migration របស់ខ្ញុំមកខ្ញុំចូលទៅក្នុង database គេ migration ក្នុងនេះវាអាចមានអីគេ table មាន name email ចឹងមកចឹងនេះខ្ញុំ CSR សញ្ញាពូនយកក្រុមអូខេចឹងនៅក្នុងនេះខ្ញុំដាក់មួយទៀតគឺ phone បន្តមកទៀតខ្ញុំដាក់ photo ខ្ញុំដាក់គេ nullable បន្ទាប់ពីខ្ញុំ add ចូលទៅក្នុង migration របស់ user ចឹងខ្ញុំទៅមើលក្នុងគេ model មក user ចឹងមុននឹងខ្ញុំ add គេចូលមានគេមាន phone តមកទៀតដូចជា photo cell ចឹងខ្ញុំគេបន្ទាប់មកយើងទៅ migrate វាចឹងមុននឹងយើង migrate យើងទៅលុបទិន្នន័យចាស់បើយើងបាន migrate មកតាក់ទងវីដេអូមុនចឹងខ្ញុំ check we all មកយកគេ drop តមកទៀតខ្ញុំដោះ tick ចេញខ្ញុំយក yes បន្ទាប់ពីខ្ញុំលុបវាចោលហើយចឹងខ្ញុំចូលទៅក្នុងនេះមក control C control C V មក enter ចឹងវាបាន migrate ហើយចឹងខ្ញុំទៅ check មើលក្នុង database មក user អូខេចឹងវាមានអីគេ email phone និង photo ដែលយើងបាន add ថ្មីមុនហ្នឹងចឹងខ្ញុំទៅ run npm install មួយទៀតមកអូខេហើយអញ្ចឹងយើងត្រឡប់ទៅតាក់ទងនឹង install Laravel Bridge របស់យើងមុនហ្នឹងគឺនៅពេលដែលយើង install ទៅវាមាននេះវាមាន CS មាន JS view នៅក្នុងហ្នឹងចឹងនៅក្នុងនោះវាមាន aux អូខេអញ្ចឹងវាមាន component នៅក្នុងហ្នឹងជាច្រើនទៀតអូខេអញ្ចឹងខ្ញុំ clear ដោយសារតែនេះខ្ញុំអត់ចង់ run វាជាមួយនឹង npm dev អញ្ចឹងខ្ញុំ run ជាមួយនឹង PHP artisan វិញអូខ
PHP artisan serve enter ចឹងនេះគឺ project របស់យើង run លើ port 8000 ឬក៏ខ្ញុំវាយ local host មក8000 ចឹងនៅក្នុងនេះយើងទទួលបានអីគេមាន login និង register ចឹងយក register មកក្នុងនេះខ្ញុំដាក់ខ្ញុំដាក់ root admin មក @gmail.com password ខ្ញុំជឿថាដាក់ទៅ password 12345 នេះខ្ញុំវាយត្រូវដែរមកចឹងខ្ញុំ register ចឹងដើម្បីងាយស្រួលខ្ញុំ save វាមកចឹងខ្ញុំចុច log out វិញចឹងខ្ញុំ log in មកចឹងខ្ញុំយក remember វាមានហើយឬក៏យើងអាច test សម្រាប់ forgot ទៅចឹងនេះវាឲ្យយើងវាយ email របស់យើងចឹងខ្ញុំចុច back មកវិញចឹងខ្ញុំចុច log in មកអញ្ចឹងពេលនេះយើង test សម្រាប់ register និង login ហើយអញ្ចឹងអញ្ចឹងតើតើនឹងការ install Laravel Bridge ជាមួយនឹង Palette ហើយយើងបានបញ្ចូលទិន្នន័យមុនហ្នឹងគឺអស់ហើយបាទសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះ